ពេលស្រុកទេសមានបញ្ហាបង្រៀនយើងឲ្យចេះស្រឡាញ់គ្នាចេះរួបរวมគ្នាស្រុកទេសលំបាកបង្រៀនយើងឲ្យមានក្តីស្រឡាញ់ចំពោះជាតិសាសន៍ខ្លួនឯងអ្នកសាកគិតទៅមើលនៅពេលដែលស្រុកមានបញ្ហាយោធាចេញទៅការពារជាតិដោយគ្មានរុញរាឡើយមនុស្សមិនដែលស្គាល់គ្នាសោះចេញទៅតតាំងជាមួយប្រជាមិត្តដើម្បីក្តីសុខរបស់ប្រជាជនទាំងមូលបើពួកគាត់គ្មានក្តីស្រឡាញ់ចំពោះជាតិសាសន៍និងប្រជាជនយើងទេពួកគាត់មិនអាចធ្វើរឿងទាំងអស់នេះបានទេយោធាស្រឡាញ់ជាតិរាសស្រឡាញ់គ្នារឿងតិចតួចអត់អន់ឲ្យគ្នាចេះអោបត្រសោបគ្នាចេះអធ្យាស្រ័យគ្នាក្នុងនាមជាខ្មែរគាត់ជាអ្នកដតីតែគាត់អាចស្រឡាញ់ប្រជាជនទាំងមូលបានចុះយើងជាសាមញ្ញជនហេតុអ្វីក៏ស្អប់គ្នាចងពៀគ្នាបំពេញគ្នាក្នុងនាមយើងជាជនជាតិខ្មែរតែមួយហេតុអ្វីស្រឡាញ់គ្នាមិនបានប្រទេសជួបទុកវាបង្រៀនយើងថាគ្មានបរទេសណាគេមកយកយល់យើងឡើយរៀនស្រឡាញ់គ្នាគ្មានជាតិសាសន៍ណាមួយមកស្រឡាញ់យើងឲ្យដូចជាជនជាតិរបស់យើងឡើយពេលស្រុកទេសមានបញ្ហាបង្រៀនយើងឲ្យចេះដឹងគុណចេះតបគុណចំពោះជាតិសាសន៍របស់យើងស្រឡាញ់ឬស្អប់ជាសិទ្ធិរបស់អ្នកតែអ្វីដែលអ្នកមិនអាចប្រកែកបានគឺយោធាពិតជាបានធ្វើពលិកម្មដើម្បីយើងទាំងអស់គ្នាបានសុខសប្បាយថ្នាក់ដឹកនាំពិតជាបានខំប្រឹងដើម្បីយើងទាំងអស់គ្នាបានសុខចង់មិនចង់យើងនឹងត្រូវជំពាក់គុណនឹងត្រូវតបគុណចំពោះជាតិសាសន៍របស់យើងវិញយើងអាចរស់នៅស្រុកទីនេះយើងអាចហូបឆ្អែតយើងអាចគេងលក់ដោយ